លោកចាងនិងភរិយារបស់គាត់កំពុងតែបានយកសន្តែកលឿងដែលមាននៅសល់មកចៀនឲ្យឈ្ងុយដើម្បីផ្ញើឲ្យព្រះនាងកណ្ដូលបន្ទាប់មកកណ្ដូលមិនត្រឹមតែយកគាត់ទៅផ្ទះធ្វើភ្ញៀវទេក៏បានផ្ដល់ឲ្យគាត់ប្រអប់មាសមួយពេញខ្លាចជាអ្នកមាននៅមួយកាលពីមុនមានមនុស្សចាស់ម្នាក់ឈ្មោះលោកចាងគាត់គ្មានកូនចៅមានតែកណ្ដូលនៅផ្ទះក៏គ្មានអ្វីសម្រាប់បរិភោគទេប៉ុន្តែអ្នកចិត្តខាងលោកលីគាត់ជាអ្នកមានថ្ងៃនេះលោកលីបានញ៉ាំអាហារច្រើនហើយនៅពេលកំពុងដើរលេងបានឆ្លងកាត់ផ្ទះលោកចាងគាត់បានមើលថាតើថ្ងៃនេះគាត់បានញ៉ាំអ្វីយើងបានគ្មានអាហារ3ថ្ងៃហើយអ្នកចូលទៅស្វែងរកនៅលើក្បាលតូបមើលថាតើមានអ្វីនៅសល់ទេលោកចាងបានស្វែងរកនៅក្រោមតូបមួយរយៈហើយបានរកឃើញសន្តែកលឿងខ្លះតែចាស់ប៉ុន្តែមានតិចតួចប៉ុន្តែយើងមិនអាចញ៉ាំបានទេហើយក៏គួរតែចៀនឲ្យឆ្អិនដើម្បីអាហារដល់កណ្ដូលលោកចាងក៏មានការទទួលស្គាល់យ៉ាងល្អដោយបានចៀនសន្តែកលឿងឲ្យក្លិនល្អបានស្រេចហើយឲ្យអាហារទៅឲ្យកណ្ដូលនៅផ្ទះដើម្បីហូបលោកចាងក៏ស្ដាប់ពាក្យណាស់បានលីងសន្តែកដូងឲ្យមានក្លិនឈ្ងុយទាំងអស់ត្រូវបានបោះចោលនៅក្នុងរន្ធកណ្ដូលដោយមិនយឺតយ៉ាវមកដល់យប់យូរកណ្ដូលព្រះនាងកណ្ដូលបានហិតក្លិនរសជាតិចេញពីរន្ធកណ្ដូលអូស្អាតណាស់អូឆ្ងាញ់ណាស់សន្តែកលីងដែលនៅសល់ព្រះនាងបានយកទៅវិញនៅក្នុងរន្ធដើម្បីឲ្យឪពុកនិងម្ដាយរបស់គាត់បន្ទាប់ពីបានសាកល្បងពួកគេទាំងពីរអ្នកបានសរសើរពីសន្តែកលីងរសជាតិឆ្ងាញ់នេះហើយបានសួរព្រះនាងកណ្ដូលថាសន្តែកលីងនេះអ្នកបានយកមកពីណាពីផ្ទះបរោះចាងអ្នកទៅហៅគាត់មកវិញមកយើងបានញ៉ាំសន្តែករបស់គាត់ត្រូវអរគុណគាត់ផងឆាប់នេះព្រះនាងកណ្ដូលបានឡើងទៅក្បាលក្រែរបស់បរោះចាងហៅគាត់ឲ្យភ្ញាក់ខ្ញុំជាព្រះនាងកណ្ដូលនៃប្រទេសកណ្ដូលបីតាសូមឲ្យអ្នកទៅទស្សនាប្រទេសរបស់យើងបរោះចាងមុតមាត់មិនដឹងថាតើអ្វីកណ្ដូលរបស់អ្នកទូចណាស់ខ្ញុំមិនអាចចូលទៅក្នុងនោះបានទេព្រះនាងកណ្ដូលបាននិយាយថានេះមិនមែនជាបញ្ហាត្រូវតែបិទភ្នែកគ្រាន់តែបិទភ្នែកយ៉ាងធម្មតាអ្នកតែចូលចិត្តញ៉ាំសន្តែកលីងយ៉ាងធម្មតាអ្នកតែចូលចិត្តញ៉ាំសន្តែកលីងពេលចាំងឡូហានបើភ្នែកពិតហើយបាននៅក្នុងប្រទេសកណ្ដូលព្រះមហាក្សត្រកណ្ដូលសូមស្វាគមន៍លោកតាមកដល់មិនមានអ្វីផ្សេងទេពិភពសន្តែកកណ្ដូលដែលអ្នកបានចំអិនព្រះមហាក្សត្រនិងកូនរបស់ខ្ញុំសប្បាយចិត្តណាស់ប្រអប់ប្រាក់មួយនេះនឹងផ្ដល់ឲ្យអ្នកមិនមែនជាការគោរពទេលោកតាបានយល់ហើយបដិសេធនេះមិនអាចជាការពិតទេសន្តែកមួយចំនួនមិនមានតម្លៃសម្រាប់ប្រាក់នេះទេមិនចាំបាច់មានអំណោយយកអ្វីដែលអ្នកបានផ្ដល់ឲ្យដូច្នេះលោកតាចាងទទួលបានប្រអប់ប្រាក់មួយពេញពេលត្រឡប់ទៅផ្ទះប្រពន្ធក៏មានសេចក្តីសប្បាយមានគ្រឿងអលង្ការយើងមិនត្រូវតែឈឺឆ្អែតទៀតនៅពេលនេះបានទុកសេចក្តីថ្លែងថាប្រាក់ប្រាននិងសម្រេចនឹងមានប្រាក់ច្រើនក្នុងឆ្នាំ2025លោកលីបានឈានដល់ពេលនេះកំពុងដើរតាមផ្លូវដោយពន្លឺប្រាក់ដែលចេញពីបង្អួចបានរៀបចំមើលយ៉ាងល្អគឺមានប្រអប់ប្រាក់មួយពេញគាត់បានលាក់ខ្លួននៅខាងក្រៅស្តាប់ឆាប់បានដឹងពីព្រឹត្តិការណ៍ដូច្នេះហើយនេះងាយស្រួលពេកសន្តែកដែលនៅផ្ទះគេក៏មានលឿនគាត់បានរំលីងឲ្យឈ្ងុយដាក់ទៅលើតុពេញមួយចានក្លិនឈ្ងុយរំលេចចេញព្រះនាងកណ្ដូលបានតាក់ទាញមកគាត់បានធ្វើបោកប្រាស់នាងលោកលីមើលឃើញយុទ្ធសាស្ត្របានជោគជ័យស្ត្រីព្រះនាងបានចាញ់បោកក៏ព្រមតាមលោកលីគាត់ក៏ឲ្យលោកលីគាត់បិទភ្នែកបន្ទាប់ពីនិយាយពាក្យសូត្រលោកលីបានមកដល់ប្រទេសកណ្ដូលមិនរងចាំឲ្យមេកណ្ដូលបើកមាត់គាត់សូមឲ្យគាត់នាំខ្លួនទៅយកគ្រឿងអលង្ការមេកណ្ដូលមើលមុខមួយមិនចង់ឲ្យគាត់ទៅកាន់ឃ្លាំងមើលឃើញទាំងមូលគ្រប់គ្រាន់គឺជាស្រោមប្រាក់លោកលីឈោបានរំឡើងឥឡូវនេះខ្លួនឯងអាចនឹងមានទ្រព្យសម្បត្តិធំប៉ុន្តែពិចារណាថាគ្រាន់តែប្រអប់មួយគ្រឿងអលង្ការមិនគ្រប់គ្រាន់ទេខ្ញុំនឹងសំលេងឆ្មាធ្វើឲ្យពួកគេភ័យប្រាក់នៅទីនេះទាំងអស់គឺជារបស់ខ្ញុំទេហាហាកណ្ដូលប្រពន្ធបានស្ដាប់ឆ្មានឹងខ្លាចខ្លាំងមិនអាចចាំប្រាក់គ្រឿងអលង្ការមួយពេលលោកលីបានសម្រេចបំណងគាត់គិតថាខ្ញុំឆ្លាតនេះគឺជាគ្រឿងអលង្ការទាំងអស់គឺជារបស់ខ្ញុំប៉ុន្តែវាទីបន្ទាប់ប្រទេសកណ្ដូលរុននោះបានអស់ចោលទៅដោយគ្មានទ្វារលើថ្មក៏មិនឃើញដែរលោកលីហៅមេឃមិនឆ្លើយមិនតបកាន់កាប់គ្រឿងអលង្ការត្រូវបានចាក់ជាប់នៅក្នុងរន្ធកណ្ដូលយូរអង្វែងអ្នកទាំងអស់កំពុងមើលតើចង់សាកល្បងធ្វើតាមលោកលីទេ